បងប្អូនទាំងអស់គ្នាឥឡូវតោះមកញ៉ាំខ្ចៅមួយខ្ញុំណាបងប្អូននិយាយទៅគឺខ្ញុំបានទិញខ្ចៅមកកំប៉ុងបងប្អូនមកកំប៉ុងដូចជា3000បងប្អូនគេជិះលក់កាត់នៅតាមផ្លូវមុខផ្ទះខ្ញុំហ្នឹងបងប្អូនឥឡូវគឺទិញខ្ចៅមកកំប៉ុងយកមកហូបឥឡូវគឺខ្ញុំមកធ្វើទឹកជ្រលក់អញ្ចឹងណាហើយទឹកជ្រលក់នេះងាយស្រួលធ្វើឲ្យបងប្អូនគឺខ្ញុំដាក់ខ្ទឹមសខ្ញុំច្រាមខ្ទឹមសហើយបន្ទាប់មកគឺខ្ញុំដាក់ម្ទេសចូលបន្តិចមុនហ្នឹងគឺដាក់ម្ទេសឥឡូវគឺខ្ញុំច្របាច់ក្រូចឆ្មាចូលអញ្ចឹងណាហើយអានេះគឺខ្ញុំដាក់ស្ករសចូលបន្តិចបងប្អូនហើយដាក់ទឹកត្រីបន្តិចទៅបងប្អូននេះហើយយើងកូរចូលគ្នាអញ្ចឹងទៅច្របល់ទៅវិញទៅមកអញ្ចឹងទៅហើយបន្ទាប់មកគឺខ្ញុំដាក់ម្ទេសហុយបន្តិចបងប្អូនឲ្យវារៀងហឹរបន្តិចអញ្ចឹងណាហើយតែប៉ុណ្្នឹងរួចហើយបងប្អូននិយាយទៅគឺខ្ញុំអត់មានធ្វើអីសាំញ៉ាំច្រើនទេបងប្អូនហើយខ្ចៅនេះគឺមកកំប៉ុង3000ណាបងប្អូនគឺខ្ចៅដូងយើងហើយនេះល្អតើបងប្អូននេះសាច់វាបើតួខ្ចៅដូងវារៀងល្អិតទូចមែនប៉ុន្តែសាច់វាមានអីឆ្ងាញ់បងប្អូននិយាយទៅគឺខ្ញុំចូលចិត្តខ្ចៅដូងជាងខ្ចៅរបៀបខ្ចៅខ្មៅបងប្អូនអាហ្នឹងគេហៅខ្ចៅអីគេអាខ្ចៅពណ៌ខ្មៅខ្មៅគូតស្រួចបងប្អូនអាហ្នឹងសើឆ្ងាញ់ទេដោយសារវារៀងមានកូនភាគច្រើនទិញមកគឺដឹងតែមានកូនរហូតអាខ្ចៅខ្មៅហ្នឹងហើយបើខ្ចៅដូងនេះវិញគឺវាល្អបងប្អូនវាអត់សូវកូនអញ្ចឹងណាហើយអានេះឬអ្នកលក់គាត់ថាខ្ចៅតលេបងប្អូនប៉ុន្តែអត់ដឹងថាតលេឬក៏មិនតលេតែអ្នកលក់គាត់ថាតលេហើយមានអីបងប្អូនសាច់វារៀងណែនល្អដែរអញ្ចឹងណាបងប្អូនហើយខានហូបយូរដែរបងប្អូនចំពោះខ្ចៅហ្នឹងវាទៅអានេះគឺចៃដន្យគេចេះជីលក់តាមផ្លូវមុខផ្ទះបងប្អូនអញ្ចឹងក៏ចេះទិញហូបទៅបងប្អូនហើយរសជាតិវាឆ្ងាញ់បងប្អូនខានហូបយូរអញ្ចឹងទៅមានអីឆ្ងាញ់តើបងប្អូន